ចំណុចធំទាំង3ដែលអ្នកខ្ញុំមិនទាន់ដឹងអំពីរឿងតង់ហោចំណុចទី1មូលហេតុអ្វីបានជារឿងតង់ហោមួយអាទិត្យចេញតែមួយភាគទោះបីគេចេញ10ភាគក្នុងមួយថ្ងៃក៏អ្នកនរមើលមិនគ្រប់គ្រាន់ដែរចឹងហើយគេឲ្យអ្នកនរតាមដានតឹងទ្រូងចឹងឯងចំណុចទី2មើលមិនគ្រប់ឲ្យលួចក្រាស់តួអង្គក្នុងរឿងទៀតណាគេខ្លះចេញមុខមកឲ្យលឿនមកចំណុចទី3កុំឲ្យយើងអត់ការងារធ្វើដើម្បីយកតួអង្គមកវិញញ៉ៃដើម្បីមានការងារធ្វើខមមិនគ្រោះគ្នាញ៉ៃពេញតែនឹងឯងរួមទាំងខ្ញុំនិងអ្នកមើលផងដែរដោយសារតែកាន់ជើងតួអង្គដោយខ្លួនឯងស្រឡាញ់